អ្នកទាំងអស់គ្នាដែលធ្លាប់មានអារម្មណ៍តូចចិត្តនឹងខ្លួនឯងហ៎ថាហេតុអីខ្លួនឯងជីវិតខ្លួនឯងជួបតែបញ្ហាជួបតែទុក្ខជួបតែរឿងអត់ចេះចាប់អត់ចេះហើយអស់ពីមួយចូលដល់មួយហ៎អារម្មណ៍លួចចំណែនអ្នកដតីថាហេតុអីក៏ជីវិតគេកើតមកសំប្រកបម៉េះទាំងរូបរាងទាំងសម្រស់ទាំងធនធានល្អគ្រប់យ៉ាងមិនដឹងថាគេធ្វើបុណ្យអីពីមុនមកហើយកលេចមកមើលខ្លួនឯងវិញគ្រប់យ៉ាងគឺសូមបរាជ័យគ្រប់រឿងស្មុគស្មាញជួបតែរឿងឲ្យពិបាកចិត្តការផ្លាស់ប្ដូរខ្លួនឯងគឺជារឿងមួយដ៏សំខាន់ដើម្បីឲ្យជីវិតយើងឈានទៅដល់គោលដៅដែលយើងចង់បានការត្រឡប់មកស្រឡាញ់ខ្លួនឯងទម្លាក់ចោលនៅរឿងដែលកន្លងហួសពីមុនមកតែទាំងអស់គ្នាជឿថាការរាប់អានចាប់គប់មនុស្សជុំវិញខ្លួនណាវាពិតជាមានសារៈសំខាន់ខ្លាំងមែនតើពេលខ្លះពួកគេទាំងនោះប្រៀបបានដូចជាតឡាការកាត់ក្តីឲ្យជីវិតយើងអញ្ចឹងពេលខ្លះយើងជាមនុស្សម្នាក់ដែលឧស្សាហ៍ស្មោះត្រង់ទៀងត្រង់គ្រប់ពេលវេលាចូលចិត្តរៀនសូត្រទៀងទាត់នឹងការងារច្បាស់លាស់នឹងការងារតែដល់ពេលមួយយើងសាប់គប់មនុស្សខុសគេនឹងនាំជីវិតយើងដើរផ្លូវខុសដូចគ្នាពេលខ្លះគេនាំយើងអត់ល្អនាំយើងដើរទៅរកផ្លូវមួយដែលចេះកុហកចេះលាក់បាំងម្ដងបន្តិចយូរទៅយើងនឹងតាមគេទាំងស្រុងតែម្ដងយើងធ្លាប់តែជាមនុស្សឧស្សាហ៍យើងនឹងអាចខ្ជិលតាមគេចាំពេលនេះចាំពេលនោះមួយថ្ងៃហើយមួយថ្ងៃទៀតអាចចំណុចតូចអស់ទាំងហ្នឹងហើយវាផ្លាស់ប្ដូរជីវិតយើងធ្វើឲ្យយើងទៅតាមគេធ្វើឲ្យយើងខ្លាចទៅជាមនុស្សម្នាក់ដែលលែងស្មោះត្រង់នឹងខ្លួនឯងយើងត្រូវតែមាន plan ជីវិតរៀបចំគោលដៅយើងដើម្បីបាននៅអ្វីដែលយើងចង់បានយើងមានពេលវេលាមួយថ្ងៃ24ម៉ោងដូចគេដែរពេលខ្លះយើងអត់ដឹងថាត្រូវធ្វើអីដេកមើលទូរស័ព្ទអូសទៅអូសមកចំណាយពេលវេលាមួយថ្ងៃពេញដូចគេឃើញគេមានបានឃើញគេជីវិតគេល្អប្រសើរអញ្ចឹងយើងត្រូវមាន plan ជីវិតត្រូវជឿជាក់លើខ្លួនឯងកុំជឿជាក់លើអ្នកដទៃខ្លាំងពេកកុំស្ដាប់អ្នកដទៃខ្លាំងពេកមនុស្សយើងគ្មានណាគេម្នាក់ដែលមកពិបាកជំនួសយើងក្រៅពីខ្លួនឯងយើងទេអញ្ចឹងហើយយើងត្រូវតែដាក់គោលដៅជីវិតយើងថាយើងចង់បានអីយើងត្រូវមានផែនការជីវិតដូចពេលយើងទៅដើរលេងឬមួយក៏យើងជួបជុំមិត្តភ័ក្តិយើងជួបជុំគ្នាហើយយើងត្រូវទៅញ៉ាំបាយនៅណាត្រូវនៅប្រហែលថ្ងៃត្រូវស្លៀកពាក់បែបណាដូចគ្នាអញ្ចឹងយើងត្រូវតែមាន plan ជីវិតរបស់យើងដើម្បីឲ្យជីវិតយើងប្រសើរជាងមុនបើសិនជាយើងអត់ដឹងថាយើងត្រូវចាប់ផ្ដើមពីចំណុចណាទៅណាខ្ញុំលើកទឹកចិត្តឲ្យបងប្អូនមើលវីដេអូបងធ្វើវីដេអូលើកទឹកចិត្តដើម្បីឲ្យជីវិតយើងទទួលបានភាពជោគជ័យល្អប្រសើរនៅក្នុងជីវិតជាចំណុចមួយដែលផ្លាស់ប្ដូរជីវិតយើងចង់ញ៉ាំអីញ៉ាំនឹងបានចង់ទៅដើរលេងណាទៅបានចង់ទិញរបស់អីគឺយើងអាចទិញបាននៅអ្វីដែលយើងស្រឡាញ់នៅអ្វីដែលយើងចង់បានបងប្អូនដែលបានស្ដាប់វីដេអូខ្ញុំហើយបើសិនជាមានចន្លោះខុសឆ្គងត្រង់ណាសូមអភ័យទោសផងដោយប្រការណាមួយព្រោះពេលខ្លះខ្ញុំអត់អាចនិយាយក្បោះក្បាយបានខ្ញុំអត់សូវចេះនិយាយច្រើននេះគ្រាន់តែជាវីដេអូដែលខ្ញុំតាំងចិត្តធ្វើឡើងដើម្បីលើកទឹកចិត្តដល់បងប្អូនក៏ដូចជាលើកទឹកចិត្តខ្លួនឯងខ្ញុំគឺជាមនុស្សម្នាក់ដែលធ្លាប់បាត់បង់ទំនុកចិត្តលើខ្លួនឯងឥឡូវគឺខ្ញុំបានមកវិញ70% វាមិនអាច 100% តែខ្ញុំធ្វើដើម្បីខ្លួនឯងរៀបចំ plan គោលដៅជីវិតខ្លួនឯងដើម្បីឲ្យជីវិតខ្លួនឯងប្រសើរឡើងជាងមុនសូមអរគុណបើសិនជាបងប្អូនមានមតិយោបល់គឺអាច comment នៅក្រោមវីដេអូនេះបាន